ស្តីអ្នកនរគ្នាដែលបានមកឃើញវីដេអូនេះអញ្ចឹងវីដេអូនេះខ្ញុំនឹងបរៀនទាក់ទងឬក៏អាចថាជាការចែករំលែកអំពីការប្រើប្រាស់នៅអឺ Canva ដើម្បីធ្វើជា slide presentation អញ្ចឹងបើសិនជាបងឬក៏អ្នកនរគ្នាណាដែលបានចេះហើយអាចយល់វីដេអូនេះបានប៉ុន្តែបើសិនជាអឺបងប្អូនណាដែលទើបតែនឹងអឺរៀបនឹងធ្វើ slide presentation ក៏ដូចជាអត់ទាន់ធ្លាប់ប្រើវាមុនគឺវីដេអូនេះគឺសម្រាប់អ្នកនរគ្នាអាចមើលបានអញ្ចឹងCanva យើងអឺយើងដឹងហើយថាវាជាwebsite មួយដែលអាចឲ្យយើងធ្វើការឌីហ្សាញជាលក្ខណៈ poster ធ្វើជាវីដេអូធ្វើជា document អីផ្សេងៗបានហើយក្រៅពីក្នុងហ្នឹងវាក៏អាចឲ្យយើងប្រើដើម្បីធ្វើជា slide presentation បានដែរអញ្ចឹងតើយើងដើម្បី access ឬក៏យើងដើម្បីស្វែងរក Canva បានយើងធ្វើម៉េចអញ្ចឹងអ្នកទាំងអស់គ្នាវាយពាក្យថា Canva មកហើយបន្ទាប់មក enter មកអញ្ចឹងវានឹងចេញនៅ result នៃ website Canva ហ្នឹងមកឲ្យយើងហើយបន្ទាប់មកអ្នកនរគ្នាចុចទៅលើពាក្យថា Canva ហ្នឹងទៅអញ្ចឹងអ្នកនរគ្នាឆ្ងល់ថាហេតុអីបានជាខ្ញុំចុចមកវាចូលមក Canva តែម្ដងអញ្ចឹងដោយសារតែខ្ញុំធ្លាប់ login ហើយអញ្ចឹងគឺខ្ញុំវាយមកវាចូលអញ្ចឹងតែម្ដងអញ្ចឹងបើសិនជាអ្នកគ្នាអត់ទាន់ដែលធ្លាប់ login ទេអញ្ចឹងចូលមកគឺនឹងឃើញបែបនេះហើយអញ្ចឹងឃើញបែបហ្នឹងអ្នកនរគ្នាធ្វើម៉េចដើម្បីអាច login ចូលប្រើបានគឺគេមានកន្លែង sign up យើងអានេះគេដាក់ថា start design for free explore for our launch អញ្ចឹងយើង start design for free នេះមកចឹងខ្ញុំចុចអានេះសិនមកនេះគេឲ្យ connect ជាមួយនឹង Google អញ្ចឹងអ្នកគ្នាចុចជាមួយនឹង Google មកតមកធ្វើការបំពេញអ៊ីមែលអ្នកនរគ្នានៅលើហ្នឹងទៅតមកចុច next ទៅហើយចុច confirm វិញរហូតដល់អាចចូលបានអញ្ចឹងកន្លែងហ្នឹងបើសិនជាអ្នកនរគ្នាមានចម្ងល់ថា log ចូលអីអត់បានអាចអឺការ comment នៅខាងក្រោមបានអញ្ចឹងខ្ញុំចូលមកកាន់ Canva តែម្ដងទៅអញ្ចឹងយើងចូលមកយើងឃើញមាន menu ជាច្រើនអញ្ចឹងអ្នកទាំងគ្នាពិបាកក្នុងការដឹងថាតើ menu មួយៗនេះគឺសំដៅទៅលើអីគេហើយគេប្រើសម្រាប់អីអញ្ចឹងខ្ញុំអាចចែករំលែកខ្លះៗអំពីអីដែលខ្ញុំដឹងអឺខ្ញុំមិនអាចថាវាត្រូវ100%ទេប៉ុន្តែគឺយើងអាចយល់ន័យបានថាmenu មួយៗហ្នឹងគឺសម្រាប់ធ្វើអី អញ្ចឹងនៅខាងនេះយើងឃើញពពួកដែលជាអឺ menu សំខាន់ៗដែលគេបែងចែកជា category ឲ្យយើងដើម្បីងាយស្រួលក្នុងការស្វែងរកវាដើម្បីធ្វើការ design នៃកិច្ចការរបស់យើងអញ្ចឹងអ៊ីមែលនេះគឺថ្មីទេគឺខ្ញុំអត់ទាន់បានសាកប្រើទេប៉ុន្តែខ្ញុំអាចសន្មតថាវាប្រើដើម្បីធ្វើការទាក់ទងជាមួយនឹងអ៊ីមែលអញ្ចឹងអានេះយើង tip សិនយើងអត់ទាន់និយាយគ្នាទេយើងនិយាយទី1នេះគឺទី2គឺ presentation អញ្ចឹងអាហ្នឹងខ្ញុំនឹងបង្ហាញអំពីការអឺប្រើប្រាស់នៅpresentation ហ្នឹងដើម្បី design ក៏ដូចជាធ្វើ slide presentation ជាមួយនឹងអ្នកនរគ្នាប៉ុន្តែឥឡូវខ្ញុំបញ្យល់ផ្សេងទៀតដើម្បីជាគន្លឹះដើម្បីអ្នកគ្នាអាចថារៀនខ្លួនឯងអីអញ្ចឹងទៅឬក៏ខ្ញុំនឹងអាចធ្វើជាវីដេអូមួយទៀតអញ្ចឹង social media គឺទាក់ទងជាមួយនឹងការធ្វើជា poster ដែលក្នុងហ្នឹងគឺ Canva បានកំណត់នៅជាទម្រង់ដែលមានស្រាប់ដែលជាលក្ខណៈថាទម្រង់ហ្នឹងគឺគេស្លឹក poster ហ្នឹងដែលគេមានទំហំប្រមាណឧទាហរណ៍ថា10ម៉ែត្រអីចឹងទៅគឺថាខ្ញុំចុចអញ្ចឹងទៅនេះគេបែងចែកជាទម្រង់មួយៗដើម្បីទៅតាម category របស់ social media មានដូចជា Instagram ខ្សែវារូបរាងវាត្រូវប៉ុន្មាន Facebook ខ្នាតវាបែបណាអញ្ចឹងវាគឺនៅក្នុងហ្នឹងអញ្ចឹងក្នុងនេះក៏គេបានរាយជានេះយើងអាចមើលខាងឆ្វេងទៅគេក៏បានដាក់នៅfunction ដែលពេញនិយមឬក៏យើងអាចថាដែលយើងចាំបាច់ក៏គេដាក់នៅលើហ្នឹងដែរក៏ដូចជា photo editor អញ្ចឹង photo editor ហ្នឹងយើងឃើញថានៅខាងក្រៅនេះក៏ខាងក្រៅនេះអត់មានប៉ុន្តែវាចូលនៅក្នុងនឹងដូចគ្នាទេតែឥឡូវយើងនិយាយទាក់ទងមួយវីដេអូតែហ្មងអញ្ចឹង
អញ្ចឹងវីដេអូហ្នឹងគឺអីគេវីដេអូហ្នឹងគឺការធ្វើទាក់ទងជាមួយនឹងវីដេអូយើងដឹងហើយជាការកាត់តវីដេអូអីហ្នឹងអញ្ចឹងយើងអាចប្រើនៅក្នុង Canva បានអញ្ចឹងចំណុចពិសេសរបស់ Canva ហ្នឹងអីគេអ្នកគ្នាធ្លាប់ប្រើផ្សេងៗក៏ដូចជា PowerPoint អញ្ចឹង PowerPoint បើសិនជាយើងត្រូវការ element រូបភាព icon អីផ្សេងៗគឺយើងត្រូវការ search នៅក្នុងអ៊ីនធឺណិតដើម្បីដាក់បញ្ចូលនៅក្នុងslide presentation របស់យើងអឺអញ្ចឹងសួរថា PowerPoint អត់មានមែន PowerPoint មានប៉ុន្តែមានតិចវាអត់ត្រូវជាមួយនឹងអីដែលយើងចង់បានណាហើយយើងសួរថា Canva ហ្នឹងដាក់ទៅនឹងត្រូវចិត្តហ្មងមែនគឺអត់ត្រូវចិត្តទេប៉ុន្តែគឺវាអាចទទួលយកបានហើយវាសមជាមួយនឹង topic ដែលយើងអាចយកវាមកប្រើអញ្ចឹងណាហើយ Doc នេះគឺទាក់ទងមួយនឹងយើងជាវាដូចជាមួយនឹង Google Doc ដូចជាមួយនឹង Word Excel អីចឹងទៅប៉ុន្តែវាលក្ខណៈថាវាអាចមាន limit អីតិចតួចប៉ុន្តែខ្ញុំដូចអត់សូវដែរប្រើហ្នឹងទេអញ្ចឹងខ្ញុំអត់ហ៊ាននិយាយថាវាពិសេសបែបណាអីបែបណាទេ Whiteboard នេះគឺទាក់ទងមួយការ brainstorm អីចឹង Sheet នេះទាក់ទងជាមួយនឹងដូច Excel អីចឹងទៅ website ការ design website photo editor ទាក់ទងមួយការ edit រូបអីចឹងទៅ customize size នេះមានន័យថាបើសិនជាគេដាក់ data category ទាំងអស់នេះយើងអត់ពេញចិត្តអាហ្នឹងឯងអត់ពេញចិត្ត size ហ្នឹងទេយើងអាចដាក់ចុចលើ customize size ហ្នឹងមកហើយយើងធ្វើការវាយនៃ size ទម្រង់ size ណាដូចជា width ប៉ុន្មាន height ប៉ុន្មានមកដែលយើងចង់បានអញ្ចឹងទៅយើងអាច create ផ្ទាំងកិច្ចការមួយទៅតាម size ដែលយើងចង់បានតែឥឡូវយើងកុំឲ្យវែងឆ្ងាយយើងចូលមកដល់ presentation របស់យើងហើយអញ្ចឹងខ្ញុំភ្លេចបញ្យល់ខាងនេះនេះវាគ្រាន់ជាលក្ខណៈថា menu មួយដែល home flashback អីចឹងយើងមានអីចឹងប៉ុន្តែ menu សំខាន់វាស្ថិតនៅក្នុងខាងលើនេះឯងអញ្ចឹង presentation យើងចូលនៅក្នុងpresentation ហ្នឹងមកហើយអ្នកយើងឃើញថាអឺ Canva គេមាន AI មានអីទៀតចឹងវាងាយស្រួលជាង PowerPoint ចឹងអញ្ចឹងយើងចាប់ផ្ដើមទាក់ទងមួយការ presentation របស់យើងអញ្ចឹងយើងចុចទៅលើ presentation នេះតែម្ដងមកអញ្ចឹងនៅពេលដែលយើងចុចនៅpresentation menu ខាងនេះវានឹងចេញជាបល្ល័ង្កកិច្ចការមួយដើម្បីឲ្យយើងធ្វើការ design presentation របស់យើងអញ្ចឹងនៅពេលនេះខ្ញុំអត់ទាន់បញ្យល់ថាយើង design មិនឲ្យស្អាតទេគឺខ្ញុំបញ្យល់ទាក់ទងមួយ tool សិនអញ្ចឹងអានេះគឺជា main កិច្ចការរបស់យើងមានថាផ្ទៃនៃកិច្ចការរបស់យើងគឺសអញ្ចឹងឯងហើយយើងអាចឃើញផ្ទាំងអីដែលយើង design គឺនៅក្នុងនេះហើយខាងក្រោមនេះគឺជាmenu មានថា preview យើងទួចៗអញ្ចឹងណាថាយើងបង្កើតបានប៉ុន្មាន page អីចឹងទៅហើយនៅខាងនេះគឺជា menu ដែលយើងត្រូវការប្រើដើម្បីធ្វើការដូចជាស្វែងរក template element អីផ្សេងៗអញ្ចឹងខ្ញុំតាក់ទងមួយបញ្យល់មួយទៀតតាក់ទងមួយ tool ហ្នឹងតែម្ដងទៅគឺ tool ខាងស្ដាំនេះតើវាមានតួនាទីសម្រាប់ធ្វើអីគេអញ្ចឹង design នេះគឺវាមិនមែនថាអ្នកវាចូល live design ហ្នឹងទៅគឺវាចេញ tool អីដើម្បីឲ្យយើង design ទេគឺ design នេះគឺជាកន្លែង template ដែលយើងអាចស្វែងរក template ណាដែលស័ក្តិសមជាមួយនឹងប្រធានបទរបស់យើងឬក៏វាសមជាមួយនឹងអីគេដែលយើងចង់បានយើងចង់ design style យើងបែបណាអីបែបណាអញ្ចឹងទៅដល់ពេលដែលយើង search template ទៅវាត្រូវជាមួយនឹងអីដែលយើងគិតអញ្ចឹងយើងគ្រាន់តែចុចយកមកថាខ្ញុំ search តាក់ទងមួយអីគេអឺ finance អង់គ្លេសខាងទៀត finance ធ្វើថា finance presentation ចូលថាខ្ញុំ scroll មកក្រោមមក scroll មកឃើញអត់ឃើញវាមានច្រើនអញ្ចឹងគឺ Canva គឺវាពិសេសត្រង់ហ្នឹងដោយសារតែពេលដែលយើងអត់ដឹងថាយើងត្រូវចាប់ផ្ដើមពីណាយើង design បែបណាគឺគ្រាន់តែយើង search មកគេមាន template អញ្ចឹងយើងប្រើ template ហ្នឹងមកហើយយើងគ្រាន់ដាក់ content របស់យើងចូលទៅគឺរួចជាស្រេចវាលឿនអញ្ចឹងចូលថាខ្ញុំscroll ដងមួយមកអញ្ចឹង
អ្នកគ្នាត្រូវទាន់កន្លែងហ្នឹងគឺដើម្បីធ្វើការយក template មកប្រើហ្នឹងតើយើងត្រូវធ្វើបែបម៉េចអញ្ចឹងដើម្បីយក template មកប្រើយើងងាយស្រួលទេយើងគ្រាន់តែចុចថាខ្ញុំស្រឡាញ់ template នេះអញ្ចឹងយើងចុចលើ template ហ្នឹងមកយើងចុចមកទៅមកវានឹងបង្ហាញយើងទាំងអស់ហើយគឺថានៅក្នុង template ហ្នឹងវាមានតាំងពី home មានថាតាំងពី cover រហូតដល់ end page នៃ slide ហ្នឹងតើវាមានអីគេខ្លះនៅក្នុងហ្នឹងគាត់ថាយើងមានtable content milestone achievement មានអីផ្សេងជាច្រើនចឹងទៅអញ្ចឹងបើយើងចង់បានទាំងអស់យើងចុច apply all 10 page ហ្នឹង apply all 10 page ហ្នឹងមានថាវានឹងចេញ10 page ហ្នឹងវានឹងទៅចេញនៅក្នុងផ្ទាំងកិច្ចការរបស់យើងនេះតែម្ដងអញ្ចឹងគាត់ថាឥឡូវខ្ញុំចុចសាកទៅអញ្ចឹងវាកំពុងតែដើរអូខេឃើញអត់បើយើងចុច apply ទាំង10ហ្នឹងអញ្ចឹងក្នុងហ្នឹងវានឹងធ្វើការ import នៅពី design នៅក្នុងtemplate ហ្នឹងគឺចូលទៅក្នុងផ្ទាំងកិច្ចការរបស់យើងទាំង10ហ្នឹងតែម្ដងអញ្ចឹងយើងគ្រាន់តែធ្វើការកែនៅប្រធានបទកែនៅ text កែដូចជារូបអីជាមួយចំនួនទៅអញ្ចឹងវានឹងក្លាយទៅជាpresentation របស់យើងហើយអញ្ចឹងឧទាហរណ៍ករណីថាឥឡូវខ្ញុំសិក្សាមកវិញករណីថាឥឡូវអ្នកនរគ្នាអត់ចង់បានទាំងអស់ទេអ្នកគ្នាចង់បានតែមួយទេអញ្ចឹងតែមួយអ្នកគ្នាចុចទៅលើរូបហ្នឹងមកដែលយើងឃើញសញ្ញាបូកហ្នឹងយើងចុចមកអញ្ចឹងវា import ចូលតែcover ទេវាអត់ផ្សេងៗទៀតគឺវាអត់មកទេអញ្ចឹងណាប៉ុន្តែបើយើង import តែមួយអញ្ចឹងសួរថាវាមានបញ្ហាអីអត់អញ្ចឹងវាអាចមានដោយសារតែយើងយកtemplate ផ្សេងខុសគ្នាអញ្ចឹងពណ៌ឬក៏ element អីផ្សេងៗហ្នឹងវាអត់consistent គ្នាពេលអញ្ចឹងយើងមើលទៅពេលចប់ slide នេះពណ៌វាអញ្ចេះ slide នេះវាពណ៌អញ្ចេះអញ្ចឹងយើងមើលទៅវាដូចអត់ consistent ទេវាធ្វើឲ្យ slide របស់យើងហ្នឹងវាអត់ល្អទេអញ្ចឹងយើងព្យាយាម consistent នៃពណ៌របស់យើងទៅក៏ល្អដែរកន្លែងហ្នឹងអញ្ចឹងវាជា tip មួយដែរអញ្ចឹងខ្ញុំប្រាប់មួយទៀតគឺអញ្ចឹងឧទាហរណ៍ឥឡូវអីគេឥឡូវថាខ្ញុំ add អានេះចូលអញ្ចឹង add អានេះចូលពេលបន្ទាប់មកខ្ញុំទៅយក template មួយទៀតហើយខ្ញុំ add មកចូលទៀតអញ្ចឹងពេលខ្ញុំឧទាហរណ៍ឥឡូវអ្នកនរចាំមើលណាតើវាមានបញ្ហាអីគេនេះឃើញអត់ពេលដែលខ្ញុំចុច add ចូលទៅអញ្ចឹងវាបាត់អាចាស់ដែលខ្ញុំបាន import ចូលនេះវាបាត់អានេះអញ្ចឹងសួរថាយើងធ្វើម៉េចដើម្បីកុំឲ្យបាត់អាហ្នឹងគឺអ្នកគ្នាចុចកន្លែងនេះ add new page sorry add new page នេះសិនមកយើង add មួយឲ្យចេញ blank សិនមកបន្ទាប់មកយើងធ្វើការ add ទាំង template ផ្សេងចូលទៀតមកអញ្ចឹងវាអត់ប៉ះពាល់ទេអត់ប៉ះពាល់ទេកន្លែងហ្នឹងអញ្ចឹងអ្នកគ្នាត្រូវប្រយ័ត្នកន្លែងហ្នឹងដែរពីព្រោះថាយើងកំពុងតែធ្វើបានច្រើនហើយដល់យើងស្រាប់តែយើង import ផ្សេងចូលទៅអញ្ចឹងវាបាត់អីដែលយើងធ្លាប់ធ្វើអញ្ចឹងណាដែលយើងបានធ្វើអញ្ចឹងទៅយើងនេះដែរយើងភ័យយើងស្លន់ឯងតែកន្លែងហ្នឹងវាគ្រាន់ add page ថ្មីមួយមកហើយយើងធ្វើការ import ចូលទៅអញ្ចឹងcontent របស់យើងធ្លាប់ធ្វើហ្នឹងគឺនៅតែថាអញ្ចឹងខ្ញុំ back មកវិញមកអញ្ចឹងកន្លែងហ្នឹងគឺទាក់ទងមួយ template ហើយ layout ហ្នឹងគេ layout ហ្នឹងគឺសូវអីមានអីទេខ្ញុំអត់ប្រើអញ្ចឹងខ្ញុំអត់ហើយតែកន្លែងណាខ្ញុំធ្លាប់ប្រើជាញឹកញាប់ទើបខ្ញុំមានអីនិយាយអញ្ចឹងណានិយាយការពិតអញ្ចឹងណាអញ្ចឹង design ហ្នឹងអ្នកគ្នាដឹងហើយថាវាជាកន្លែងដែលយើងស្វែងរក template យើងចុះ element វិញ element ហ្នឹងគឺវាជាកន្លែងមួយដែលយើងនឹងធ្វើការស្វែងរកនៅដែលយើងអាចនិយាយថារបស់របរដែលយើង add បន្ថែមចូលនៅក្នុងslide presentation របស់យើងឲ្យកាន់តែមានភាពទាក់ទាញឲ្យអីអញ្ចឹងណាហ្នឹងហើយឲ្យមានភាពទាក់ទាញហ្នឹងក៏វាជាចំណុចមួយដែលធ្វើឲ្យ present របស់យើងគេផ្ដោតគេមានថាគេចង់ស្ដាប់គេ focus អីចឹងទៅឬក៏អាចនិយាយថាវាធ្វើឲ្យអ្នកដែលនិយាយមានថាអ្នកដែលស្ដាប់យើងគាត់ឆាប់យល់ជួនកាលយើងបើយល់អត់យល់ប៉ុន្តែ slide របស់យើងធ្វើឲ្យគេយល់អញ្ចឹងវាល្អវិញអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំយល់ element អញ្ចឹង element នេះគឺវាមានទាំងវាមានទាំង shape frame line arrow វាមាន table មាន rectangle អីចឹងទៅអញ្ចឹង shape ហ្នឹងវាដូចជាមួយនឹងPowerPoint ដែលយើងពេល save ទៅយើងចុចទៅវានឹងចេញអីគេគឺវានឹងចេញនៅនេះវាមានចតុកោណកែងមានអីចឹងទៅដែលយើងធ្វើការចង់គូសប្រអប់គូសអីចឹងអញ្ចឹងដើម្បីយកវាទៅប្រើយើងគ្រាន់តែចុចមកនេះចុចទៅលើ shape មួយថាខ្ញុំចុចលើមួយនេះអញ្ចឹងវានឹងចេញមកលើនេះហើយ
ចឹងពេលដែលវាចេញមកលើហ្នឹងគឺយើងឃើញថាវាមានពណ៌ដែលត្រូវនឹងអីដែលយើងអត់ពេញចិត្តអីចឹងទៅតើយើងគួរធ្វើបែបណាដើម្បីប្ដូរពណ៌អញ្ចឹងដើម្បីប្ដូរពណ៌យើងចុចទៅលើ Save ហ្នឹងមកខ្ញុំសង្ឃឹមថាខ្ញុំអានត្រូវបើខុសអីអធ្យាស្រ័យហ្នឹងហើយចឹង Save ហ្នឹងយើងចុចមកយើងឃើញថាវាមានរាងបែបហ្នឹងវាមានពណ៌បែបហ្នឹងអញ្ចឹងពេលដែលយើងចុចលើ Save យើងឃើញមាន menu ខាងលើនេះវាលោតចេញមកហើយបើយើងអត់ចុចទេវាលោតតែ menu ទាក់ទងមួយ background នេះទេចឹង Save ហ្នឹងយើងចុចលើវាមកបន្ទាប់មកយើងឃើញមានកន្លែង Edit ចឹង Edit នេះគឺចង់ផ្លាស់ប្ដូរ Save រូបរាងណាថាយើងលែងចង់បានពណ៌គេលែងចង់បានការ៉េហ្នឹងហើយចឹងយើងចង់បានរាងរង្វង់វិញយើងចុចមកវាទៅជារង្វង់ហើយហ្នឹងហើយអញ្ចឹងកន្លែង Edit នេះវាទាក់ទងមើលថាការកែប្រែនៃទម្រង់របស់ Save ហ្នឹងវាទៅជារាងអីផ្សេងទៀតហ្នឹងហើយបន្ទាប់មកកន្លែងនេះគឺ Color អញ្ចឹងពេលដែលយើងដាក់ mouse លើmenu ណាមួយវានឹងចេញជាលក្ខណៈថា H over ហ្នឹងណាហើយន័យប្រាប់យើងថា tool ហ្នឹងសម្រាប់ធ្វើអីបើថាយើងចុច Color អញ្ចឹង Color ហ្នឹងគឺវាប្ដូរពណ៌នៃ Save ហ្នឹងហើយយើងឃើញថាវាមានជាការពណ៌ឲ្យយើងរើសក៏ដូចជាពណ៌ដែល default ពី Canva ហើយនេះគឺជា gradient ព្រោះថាឥឡូវខ្ញុំចង់ដាក់ពណ៌នេះចុចលើវាមកវាប្ដូរពណ៌ហើយបើថាឥឡូវខ្ញុំចង់ដាក់ពណ៌ផ្សេងពណ៌ទាំងអស់ហ្នឹងអត់ត្រូវចិត្តខ្ញុំទេអញ្ចឹងខ្ញុំចុចកន្លែងបូកនេះដល់ខ្ញុំធ្វើការអូសមកនេះអូសចឹងមកយើងឃើញហើយតាមពណ៌តាមចិត្តអញ្ចឹងអាសញ្ញា No color នេះយើងចុចទៅគឺវាលែងមាន color ហើយងាយៗហ្នឹងហើយហើយពេលកន្លែងនេះ Stroke Styline នេះ Stroke Style នេះគឺនិយាយអំពីនេះខាងនេះគឺអាបន្ទាត់ outline ហ្នឹងណាពេលយើងចុចមកនេះវាអត់មានទេដោយសារតែវានៅក្នុងសញ្ញាខ្វែងនេះថាយើងចុចលើអាមួយនេះប៉ាក់មកអញ្ចឹងវាចេញពណ៌ខ្មៅហើយអានេះវាដាច់អានេះយើងបរិច្បរួមថាstroke ហ្នឹងវាទំហំប៉ុណ្ណានេះគួរថាបើយើងដាក់ធំពេកវាអត់ល្អទេវាអាក្រក់មើលតែអាហ្នឹងគឺវាអាស្រ័យលើវាអត់មានថាកំណត់ថាប៉ុន្មានស្អាតទេប៉ុន្តែវាអាស្រ័យលើភ្នែកយើងអ្នកមើលថាប៉ុន្មានដែលវាសមអញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវយើងឃើញវាពណ៌ខ្មៅយើងចង់ដូរពណ៌វាវិញឥឡូវមិនអាចដូរពណ៌សិនព្រោះថាយើងចង់បាត់អា stroke ហ្នឹងវិញយើងចុចអាកន្លែងនេះមកវាបាត់វិញឥឡូវយើងដូរពណ៌មកអញ្ចឹងដូរពណ៌នេះវាមានកន្លែងវារង្វង់ដែរនេះវារង្វង់ដែរប៉ុន្តែវាអត់មានអាខាងក្នុងទេវាមានតែខាងក្រៅអញ្ចឹងយើងចុចមកហើយដល់មកយើងតើថាខ្ញុំចង់បានពណ៌ក្រហមចាស់នេះពេលអញ្ចឹងមកវាចេញហើយឥឡូវខ្ញុំទៅដូរពណ៌វាអូខេតមកទៀតអានេះគេនេះអានេះវា corner នេះខាងនេះណាអញ្ចឹងយើងអាចសេរីបានទៀតថាវាកោងពេកកោងបន្តិចអីបានអីចឹងទៅអានេះយើងធ្វើការអានេះមានថា size នេះនេះគេទើបបញ្ចេញខ្ញុំ wow very nice អញ្ចឹងមានថាយើងអាចធ្វើឲ្យ shape នឹងប្រមាណជ្រុង6 7ជ្រុងអញ្ចឹងយើងអាចទាញបាននេះពិតជាល្អមែនតើនេះអញ្ចឹងយើងអាចទាញចេះមកគេថាអូយើងអត់ចង់បានទាញស្អីគេនេះ3ជ្រុងចេះយើងទាញវាឲ្យចេះមកតែមែនតើនៅខ្ញុំទៅជួបដែរអានេះគេនេះកន្លែង Alon ហ្នឹងអានេះវាតាក់ទងមួយ font ណា font នេះប៉ុន្តែចុះអ្នកឆ្ងល់ចាំមិនចុចទៅអានេះវាលោត font ចឹងដោយសារតែនៅក្នុងនេះ save font នៅក្នុងប្រអប់ save នឹងបានពេលយើងសរសេរមកយើងកดថា text ចាំមកនេះឲ្យថាឥឡូវ font ហ្នឹងខ្ញុំអត់ចង់បានខ្ញុំស្រឡាញ់ឯគេនេះ Alon អីហ្នឹងអត់មកខ្ញុំឃើញចុចលើអាហ្នឹងមកវានឹងចេញ font ជាច្រើនហើយមានខ្មែរមានអីហ្នឹងអញ្ចឹងយើងចង់ដូរវាតែខ្ញុំដូរវាអង់គ្លេសដោយសារវាជាអង់គ្លេសថានេះអាចជឿនេះមកវាដល់កន្លែងហ្នឹងគឺវីដេអូ font ហើយពេលកន្លែងលេខ24នេះអានេះគឺតាក់ទងទំហំ font មាន color background ហ្នឹងគឺតាក់ទងមួយការប្ដូរនៃពណ៌អក្សរហ្នឹងហើយហើយកន្លែង B នេះជួនកាលវាលោតជួនកាលវាអត់ទេវាអាស្រ័យទៅលើ font ណាដែលវាមានអញ្ចឹងណា font ណាមានឲ្យយើងអាចប្ដូរពីអត់បូលទៅបូលបានអីចឹងទៅវាលោតចេញមកហើយហើយអាហ្នឹងជួយមើលខ្ញុំឲ្យសាក់តេស្តផ្សេងទៀតឃើញអត់
ចឹងទៅវាលោតចេញមកអញ្ចឹងវាអាស្រ័យលើ font ទេអ្នកគ្នាខ្ញុំឆ្ងល់ថាមិនខ្លះវាចេញខ្លះអត់ចេញអញ្ចឹងណាវាតាម font ខ្លះគេធ្វើមកអាចឲ្យយើងធ្វើឲ្យធំមានថាធ្វើឲ្យស្ដើងក្រាស់បានណាអានេះវាតម្រៀបអាយនេះផ្ដេកអានេះ underline ហ្នឹងភាគច្រើនគេប្រើមួយ link អញ្ចឹងទៅអានេះ upper អានេះទាក់ទងមួយនឹងថាយើងចង់ឲ្យអក្សរនិងសរសេរធំទាំងអស់ទួចអីចឹងណាយើងអាចមើលបានអានេះគឺ align អក្សរឲ្យវាកណ្ដាលឆ្វេងស្ដាំឬក៏ស្មើសងខាងអានេះទាក់ទងមួយការដាក់ចំណុចនេះគេហៅ bullet point អានេះtransparency មានថាកម្រិតឲ្យវាឃើញច្បាស់មានថាអ្នកគាត់ថាយើងបន្ថយទៅវារឹតវាអត់ឃើញហ៎ animation ហ្នឹងអានេះគឺ image អញ្ចឹង animate ហ្នឹងគឺទាក់ទងមួយការធ្វើឲ្យslide យើងហ្នឹងវាមានចលនា object á object ហ្នឹងហ្នឹងគេហៅ object នៃ element ហ្នឹងហើយវាមាន page ហើយមាន element ហ្នឹងគឺយើងដាក់ចលនាទៅលើobject ទូចៗដែលយើងដាក់នៅ design នៅលើហ្នឹងណាយើងអាចមើលនឹងបានហើយ page ហ្នឹងគឺ element page ដូចថាពី page មួយនេះទៅ page មួយនេះយើងចង់ដាក់ឲ្យវាមានចលនាអីគេអញ្ចឹងទៅអូខេហ្នឹងហើយអញ្ចឹងគឺអ្នកនរអាចតេស្តបានដោយខ្លួនឯងជាទូទៅគឺការធ្វើខ្លួនឯងវាចេះបើសិនជាយើងអត់អនុវត្តគឺអត់ចេះបើសិនជាយើងឲ្យមេធាវីធ្វើម្នាក់ឯងគឺចេះតែមេធាវីទេដល់យើងខុសខំធ្វើដែរមិនបានខ្ញុំនិយាយចឹងដោយសារតែយើងមានបទពិសោធន៍អាឡេហ្នឹងហើយអញ្ចឹងឡើយនេះគឺ position ហ្នឹងគឺតាក់ទងមួយអីគេ position ហ្នឹងគឺអ្នកគេនិយាយអំពីការ align top align អីចឹងទៅហើយក្នុងហ្នឹងក៏វាមាន layer ដែរ layer ហ្នឹងគឺអំពីស្រទាប់នៃ objective ដែលយើងobjective គឺ object ហ្នឹងយើងអាចនិយាយថាគឺគ្រឹះទូច element របស់របរដែលយើងដាក់នៅលើហ្នឹងណានិយាយថាហ្នឹងគឺ object ហ្នឹងតែថាឥឡូវខ្ញុំចង់ឲ្យ object មួយនេះវាមិននៅលើតែពេលខ្ញុំអូសមកកន្លែងហ្នឹងវាឃើញថាវានៅខាងក្រោមនៃស្រទាប់ layer ហ្នឹងអញ្ចឹងយើងអាចវិធីសាស្ត្រយើងមានពីរទីមួយយើងចូលកន្លែង position ហើយយើងទាញ layer ហ្នឹងឲ្យនៅលើមកអញ្ចឹងហើយវិធីសាស្ត្រទីពីរគឺយើងคลิกកន្លែង trace 3នេះtrace 3ហ្នឹងណាហើយវាមានកន្លែង layer អញ្ចឹងវាមាន bring forward និង bring to front bring to front ហ្នឹងមានថាយើងចុចទៅគឺវាមកលើហ្មងវាមកលើហ្មងនេះគឺវាមកលើហ្មងអញ្ចឹងហើយខ្ញុំចង់មានន័យថាម៉េចខ្ញុំចង់មានថាឥឡូវខ្ញុំមាននេះ3 4ចុចឃើញអត់បើខ្ញុំចង់ឲ្យវាមកលើទាំងអស់ឲ្យវាមកលើហ្មងឥឡូវខ្ញុំស្ដាប់ពណ៌សិនមកច្រឡំចុះតែខ្ញុំចុច layer ខ្ញុំចុច bring to front អញ្ចឹង layer មួយហ្នឹងគឺវា load មកនៅខាងលើគេហ្មងប៉ុន្តែបើសិនជាយើងចុចអឺ bring forward ហ្នឹងមានន័យថាគឺវាមកម្ដងមួយទេវាមកម្ដងមួយនេះឃើញអត់វានៅជាប់ខាងក្រោយនេះអញ្ចឹងគឺបើសិនជាអ្នកនរគ្នាគិតថាមួយណាវាងាយស្រួលប្រើអ្នកនរគ្នាប្រើមួយហ្នឹងបាទអញ្ចឹងខ្ញុំធ្វើការឥឡូវនៅមិញហ្នឹងឃើញថាខ្ញុំ copy ទៅអញ្ចឹងអ្នកនរថា copy ហ្នឹងគឺ copy មិន copy នេះពេលយើងចុចលើហ្នឹងវាមាន duplicate អញ្ចឹងយើងអាចចុចលើហ្នឹង copy ក៏បានដែរឬក៏យើងប្រើ shortcut របស់យើងដែលយើងតែប្រើ Ctrl C Ctrl V ចាប់វាចេញហើយ delete ចុច delete ប៉ុណ្ណេះឥឡូវខ្ញុំគិតថាកន្លែងនេះគឺវាអស់អញ្ចឹងខ្ញុំតទៅមុខទៀតចូលកន្លែង element ដដែលអញ្ចឹង element ហ្នឹងមិនមែនមានតែ save ទេណាគឺវាមានច្រើនទៀតឃើញអត់គឺវាមាន save graphic photo អីថាយើងដូចខ្ញុំបាននិយាយថាពីមុនយើងអាច search អាចអីរករូបភាពអីវាបាននៅក្នុងហ្នឹងហ្មងបើថាខ្ញុំចង់បាន icon អីគេខ្ញុំថាឥឡូវយើងធានបទយើងមិនទាក់ទងជាមួយ finance ក៏ហើយឥឡូវខ្ញុំ search មក finance icon មកវាចេញអីគេខ្លះពីមកពីពាក្យនេះមកហើយដាក់ finance icon
ចឹងវាលោតចេញមកវាមានប្រភេទ Graphic, Photo, Prank, Video, Mockup ចឹងវាមានទាំងអស់ចឹង Graphic ហ្នឹងគឺវាលក្ខណៈថាអាយើងអាចកែពណ៌នៅលើអា Objective អីគេហ្នឹងដែលយើងយកមកបានយកមកប្រើអញ្ចឹងណាអញ្ចឹងជាស្រ័យបើសិនខ្ញុំលើកពីច្រើនដោយសារតែអានេះមាននិយាយទូទៅតែហ្នឹងហើយសុំទោសឥឡូវខ្ញុំចុច Graphic មកតែថាខ្ញុំបោះចុច CR CR វាឃើញច្រើនហើយតែឥឡូវខ្ញុំពេញចិត្តមួយនេះញ៉ាំអញ្ចឹងវាពេញចិត្តមួយហ្នឹងអញ្ចឹងយើងអាចយកមកប្រើបានតែជួនកាលវាអាចថាវាមិនមែនសុទ្ធតែឲ្យយើងកែបានទេណាជួនកាលក៏យើងអាចកែពណ៌បានដែរព្រោះថានេះយើងអាចកែពណ៌បានឃើញអត់ព្រោះជួនកាលវាជារូបភាពវាមិនមែនជា vector ជាអីចឹងប៉ុន្តែយើងអាចនៅតែយើងអាចកែបានមួយចំនួនអញ្ចឹងណាព្រោះថានេះវាជា graphic ដែរប៉ុន្តែវាមិនមែនជាអីដែលយើងអាចកែពណ៌បានអញ្ចឹងវាងាយស្រួលអញ្ចឹងណាវាងាយស្រួលថាវាមាន icon មានអីដែលយើងត្រូវកែវាពីនៅក្នុងហ្នឹងយើងមិនបាច់ search នៅលើ browser អីទេ Yes ហ្នឹងវាជាចំណុចសំខាន់មួយដែលគិតថាCanva ធ្វើបានល្អអានេះវាជារូបភាពអញ្ចឹងវាទាក់ទង Finance អីចឹងយើងគ្រាន់តែមកយើង insert វាចូលមកគឺប្រើបានអូខេហ្នឹងហើយអានេះគឺ text នេះគឺទាក់ទងមួយការ add a text នេះយើងចុចលើហ្នឹងទៅអញ្ចឹងវាធ្វើការប្រអប់មួយឲ្យយើងធ្វើការវាយ text ហ្នឹងហើយអញ្ចឹងរបៀបកែ text នេះខ្ញុំបានបញ្យល់មិញហើយកន្លែងហ្នឹងអានេះគឺជាការលេង style text ទេវាមាន text នេះទាញឲ្យវាទ្រង់ទ្រាយរបស់ text អីចឹងទៅអញ្ចឹងកន្លែង upload នេះពេលដែលយើង upload រូបទៅវានឹងចូលនៅក្នុងហ្នឹងហើយខ្ញុំដាក់Canva អាហ្នឹងករណីថាវាមិនមែនករណីថាយើងចង់ import រូបភាពយើងឬក៏រូបភាពណាដែលយើង Canva អត់មានអញ្ចឹងណាតាមពិតខ្ញុំយក Canva គាត់ថាខ្ញុំយករូបមួយនេះអញ្ចឹងតែវាអត់ច្បាស់ទេអញ្ចឹងខ្ញុំរកមួយណាគាត់ច្បាស់បន្តិចមកអូខេនេះខ្ញុំយកមួយនេះចុច copy មកអញ្ចឹងមកខ្ញុំផាសវាចូលអញ្ចឹងដល់ពេលយើងផាសទៅវានឹងលោតចូលនៅក្នុង upload នេះអញ្ចឹងដោយសារតែខ្ញុំអត់បង្ហាញដោយសារតែខ្ញុំមានរូបភាពផ្សេងៗទៀតដែល upload ហើយអញ្ចឹងខ្ញុំអត់បង្ហាញទេប៉ុន្តែវានឹងចូលនៅក្នុងហ្នឹងនៅពេលដែលយើង upload ហើយអញ្ចឹងវាពិសេសមួយទៀតអ្នកឃើញអត់ពេលយើង upload រូបចូលទៅយើងអាចកែពណ៌នៅរូបហ្នឹងបានទៀតយើងអាចកែពណ៌វាអាចចាប់រូបហ្នឹងហើយវាអាចកែពណ៌រូបហ្នឹងបានឲ្យយើងទៀតអញ្ចឹងឡូយណាស់អ្នកគ្នាឡូយមែនតើឡូយជាង PowerPoint អញ្ចឹង app កន្លែង app នេះគឺវាទាក់ទងមួយ app ផ្សេងៗអីចឹងណាឧទាហរណ៍ឥឡូវយើងស្រាប់តែ QR code យើងមិនត្រូវប្រើ tool អីផ្សេងទៀតដើម្បី generate QR code ហើយអញ្ចឹងនៅក្នុងហ្នឹងយើងគ្រាន់តែពាក្យថា app នេះគ្រាន់តែ QR code គឺវាចេញ QR code នេះមកអញ្ចឹងយើងគ្រាន់តែផាស link ចូលមកឥឡូវខ្ញុំចុច Canva នេះបាទចុចមក copy វាមកចុច create QR code មកអញ្ចឹងมันនឹងលោក QR code មកអញ្ចឹងវាស្រួលយើងមិនបាច់ចាំតែប្រើ tool ផ្សេងទៀតក្នុងការបង្កើត QR code ទេប៉ុន្តែយើងប្រើក្នុងករណីថាយើងចង់ track ថា QR code ហ្នឹងវាមិនអីមិនចឹងវាមានទាំង AI voice មានទាំង audio sound រូបភាព Magic Media អីចឹងទៀតគឺវាមានក្នុងហ្នឹងច្រើនអញ្ចឹងអាហ្នឹងខ្ញុំគិតថាអូខេនៅមួយទៀតអូខេអញ្ចឹងមានថាយើងកន្លែងបើមើលខាងក្រោមវិញខាងក្រោមកន្លែងនេះគឺមាន note អញ្ចឹង note នេះមានថាឥឡូវយើងចង់វាសិនបើយើង slide មួយនេះយើងចង់និយាយពីគេអានេះតទៅអីចឹងទៅយើង note អញ្ចឹងឲ្យដឹងថាយើងត្រូវនិយាយអីគេហើយវា timer នេះគឺយើងសូរ timer ថាអឺប្រសិនបើយើងត្រូវបញ្ចប់មកមែនអីចឹងទៅអញ្ចឹងដល់ពេលយើងសូរនៅលើហ្នឹងទៅយើងអាចមើលនៅលើនេះបានអញ្ចឹងនៅក្នុងការបង្ហាញ presentation របស់យើងឥឡូវយើងធ្វើចប់ហើយដល់ម៉ោង
ដល់យើងពេលដែលយើងត្រូវ present ហើយតើយើងចុច present មិនគឺយើងអាចចុចកន្លែងនេះបាននេះខាងក្រោមនេះយើងបបួលមកខាងក្រោមនៅគៀនខាងក្រោមខាងស្ដាំសញ្ញាព្រួញទៅលើទៅក្រោមនេះយើងចុចមកចូលមកវានឹងការ present ឲ្យយើងហើយមួយទៀត Canva វាអាចឲ្យយើងប្រើទូរស័ព្ទរបស់យើងធ្វើជា pointer នេះ share remote control ហ្នឹងដល់ពេលដែលយើង share ហ្នឹងទៅចុច click share ទៅយើងយកទូរស័ព្ទយើងមក scan មកអញ្ចឹងទូរស័ព្ទរបស់យើងក្លាយទៅជាប្រដាប់ទៅជា slide របស់យើងនេះអញ្ចឹងវាលយឡើងណាពេលចង់បិទ presentation វិញយើងចុចអាហ្នឹងក៏បានចុចអាហ្នឹងសញ្ញាហ្នឹងវិញមកឬយើងចុច ESC នៅលើ computer យើងហ្នឹងបាទ keyboard របស់យើងទៅហ្នឹងហើយតទៅមកទៀតយើងចង់ share ថាឥឡូវយើងមាន team 5នាក់យើងចង់ share ទៅឲ្យគេធ្វើយើងចុចកន្លែង share នេះមកចឹងកន្លែង share ហ្នឹងវាមិនត្រឹមតែ share link ទេវាក៏អាចឲ្យយើង download ជា presentation បានដែរតែឥឡូវខ្ញុំចុចខាងយើងចុច share សិនបាទ share link ដើម្បីឲ្យគ្នាយើងធ្វើអានេះយើងដាក់ថាវាមាន access លើបាទអញ្ចឹងមានថា only you can access មិនថាអញ្ចឹងមានតែខ្ញុំទេមានតែខ្ញុំឬក៏មានតែអ្នកទាំងអស់គ្នាដែលបង្កើត link ហ្នឹងអាច access បានអ្នកផ្សេងទៀតអាច access អញ្ចឹងយើងដូរមកតបមកនេះយើងដាក់ថា anyone with this link នេះមកអញ្ចឹងណាគេដែល link ហ្នឹងគាត់អាច access ទាំងអស់គាត់អាច access ទាំងអស់តែវាមានលក្ខខណ្ឌទៀតមានថាយើងកំណត់ថាតើគាត់គ្រាន់តែអាចមើលអាច view មានថាគាត់អាចធ្វើអីបានអាចត្រឹមតែមើលទេហើយ can comment អញ្ចឹង can comment ថាគាត់គ្រាន់តែអាច comment ទេហើយ edit មានថាយើងផ្ញើឲ្យបើយើងផ្ញើឲ្យ team យើងធ្វើដែរអញ្ចឹងយើង can edit ទៅអញ្ចឹងគាត់នឹងអាច access ហើយគាត់អាចធ្វើ slide ជាមួយយើងដែរអញ្ចឹងបន្ទាប់មកយើង download យើងចុច download នេះមកអញ្ចឹង download នេះវាពេលនេះវាជា PNG ឧទាហរណ៍យើងចង់ download ជា PDF ឬក៏ដូចជា PowerPoint អញ្ចឹងយើងអាច download ពី Canva ទៅធ្វើជា PowerPoint ក៏បានដែរអញ្ចឹងអ្នកយើងប្ដូរអា file type នេះមកដូរវាទៅជា PPTX អញ្ចឹង PPTX នេះគឺជា file PowerPoint format PowerPoint ណាគេដាក់ Microsoft PowerPoint document អញ្ចឹងពេលយើង export ឡើងប្រភេទ file បែបហ្នឹង file ហ្នឹងអញ្ចឹងយើងអាចយកទៅកែក្នុងបើកនៅក្នុង PowerPoint បានអានេះ PDF អញ្ចឹងពេលយើង export PDF គឺវានឹងបើកជា PDF file នេះជាវីដេអូនេះជា PNG ជាJPEG PNG អញ្ចឹងអញ្ចឹងមានទាំងអស់ពីទាំងនេះតែភាគច្រើន present គេនឹង